ឬក៏នៅក្នុងអង់គ្លេសស្តៀងគ្នាខ្មែរយើងគឺនៅក្នុងសម្ព័ន្ធនៃគេហ្នឹងមានសម្ព័ន្ធ SVBO ក៏ SVO ប្រធានកិរិយាកម្មវត្តជួបយើងទេមានន័យថា SVO ដោយបារាំងដោយអង់គ្លេសដែរក៏ថាវាអាចចូលគុណភាពដល់ការតទៅទេប៉ុន្តែបើសិនជាយើងធៀបជាមួយបល័យគឺខ្មែរយើងហ្នឹងខុសទៀតអាចទៅបល័យអក្ខិយសព្ទនៅខាងចុងមិនអក្ខិយសព្ទនៅចំសម្ព័ន្ធវិធីខ្មែរយើងនៅលើតក្កៈយោធាតក្កៈអត់អត់ទេសំហេតុសំផលមានន័យថាប្រធានវាត្រូវតែនៅមុខប្រធានឲ្យធ្វើអំពើហើយបានមានរបស់រងអត់ធ្វើនិយាយថាលោកគ្រូអត់ទឹកលោកគ្រូជាមនុស្សម្នាក់ធ្វើកម្មភាពអីសិនដូចបានបើសិនជាយើងនិយាយកូរ៉េឬក៏និយាយបល័យបាត់ជាលោកគ្រូទឹកឥឡូវខុសគ្នាសម្ព័ន្ធរបស់បល័យគឺដាក់កិរិយាសព្ទនៅខាងចុងបាទទេជាសម្ព័ន្ធខ្មែរ SVBO គេហៅថាគ្រូហើយស្រាទៀតគ្រូផឹកស្រាតែបើសិនជាបល័យច្បាស់ជាយើងឃើញពលគេដាក់ថាគ្រូស្រាគ្រូទៀនយើងពេលខ្លះបើសិនយើងយល់រឿងសម្ព័ន្ធរៀនភាសាឆាប់ចេះទេដល់វារៀនកូរ៉េរៀនអីកាត់ហើយគ្រូទៀនទៅគ្រូសាលារៀនទៅហ្នឹងគេដល់ពេលមូលហេតុអីបានជាយើងឮកូរ៉េឮពាក្យតាយោខាងចុងនេះគឺសិតតែជាកិរិយាសព្ទដូចយើងឮបល័យអាសាឮពេកឮមីអានេះគឺសិតតែកិរិយាសព្ទបាទណាទីហោថាខ្មែរយើងនិយាយថានៅលើតក្កវិធីចងក្រងពីឲ្យមានទីកន្លែងសំខាន់ផលទីហោថាប្រធានហើយកិរិយាសព្ទហើយបានកម្មផលតែយើងទៅមើលបល័យបាទណាយកបាក់សាមីមានន័យថាឃើញអហង្រីខ្ញុំមានន័យឬចាស់សូត្រអហង្រីខ្ញុំសូមថ្វាយបង្គំអីហ្នឹងរៀនបល័យយូរអត់ដឹងថាខ្ញុំបល័យនឹងអីគេណាអហង្បាក់សាមីពីអង់គ្លេស I see a person ខ្ញុំមនុស្សម្នាក់ឃើញប្រែណានេះជីវិតណានេះមិនជាដូចទីពីសម្ព័ន្ធរូបខ្មែរពុំស្ថិតនៅលើការផ្លាស់ប្ដូរនៃសព្ទរូបនៅតាមលង្វចនៈនិងមុខងារពាក្យទេព្រោះភាសាខ្មែរជាអភិវឌ្ឍភាសាលុះត្រាតែពីវិភ័តភាសាដូចជាបល័យសំស្ក្រឹតទៅសម្ព័ន្ធរូបផ្លាស់ប្ដូរទៅតាមលង្វចនៈនិងមុខងារពាក្យអានេះគេហៅវិភ័តជាវិភ័តភាសាខ្មែរយើងហៅភាសាអ៊ីសូឡង់ឬក៏ជាភាសានេះថាព្រោះប្រហែលម្នាក់គឺមិនប្រហែលច្រើនមិនម្នាក់ម្នាក់ឆ្អើមានច្រើនឆ្អើទៅតែមានន័យថាពាក្យនឹងវាគេច្រើនទេយល់ឡានទេយើងមុខទៅស្ដាប់ស្រាប់យកតែយើងនិយាយរឿងអង់គ្លេសម្នាក់យើងប្រើពាក្យគេperson តែយើងមានន័យថាតែបល័យដាក់នេះតែយើងនិយាយរឿងបរិសម្នាក់ពុរិសាហ្នឹងទេបើបរិសម្នាក់ថាពុរិសោបល័យអានេះគ្រូលឹកវិញបើសិនជាបរិសច្រើនគេហៅពុរិសាតែក៏មានន័យនៅក្នុងនឹងស្រេចដូចជាពុរិសាណាំងដែលគេឬក៏ពុរិហេភិទៅតាម